លោកសសុខាថ្លែងថារាជរដ្ឋាភិបាលកម្ពុជាបដិញ្ញាព្យាបាលនិងវះកាត់ចំពោះបទល្មើសជួញដូរមនុស្សឲ្យទាន់ពេលវេលាដើម្បីពង្រឹងសន្តិសុខសុវត្ថិភាពក្នុងតំបន់និងក្នុងពិភពលោកថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ2024នៅទីស្តីការក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី27ខែមីនាឆ្នាំ2025នេះលោកអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជួញដូរមនុស្សមានប្រសាសន៍ថាអំពើជួញដូរមនុស្សនៅតែបន្តកើតមានព្រោះស្ថានភាពបានជំរុញឲ្យមនុស្សកាន់តែច្រើនប្រឈមនឹងភាពទាល់ច្រកហើយជនល្មើសក៏មានឱកាសកាន់តែច្រើនក្នុងការទាញយកផលចំណេញពីស្ថានភាពទល់ច្រកនេះយ៉ាងអមនុស្សធម៌លោកបន្តថាក្នុងស្ថានភាពបែបនេះក្នុងនាមជារដ្ឋាភិបាលដែលមានការទទួលខុសត្រូវចំពោះសុវត្ថិភាពប្រជាពលរដ្ឋគប្បីរួមសហការគ្នាកាត់ផ្តាច់នៅចរន្តជួញដូរមនុស្សគ្រប់ទម្រង់នៅគ្រប់ដំណាក់កាលហើយទទួលខុសត្រូវក្នុងការបង្ការទប់ស្កាត់កាត់ផ្តាច់ចរន្តនៃលំហូរទេសន្តប្រវេសន៍ដែលគ្មានគោលដៅច្បាស់លាស់ដោយការបង្កើនការគ្រប់គ្រងព្រំដែនរួមគ្នាទាំងផ្លូវទឹកផ្លូវគោកនិងផ្លូវអាកាសនៅគ្រប់ទីតាំងគ្រប់ដំណាក់កាលនិងគ្រប់ពេលវេលាហើយតាមដាននិងបង្ក្រាបទីតាំងប្រមូលផ្ដុំនៃក្រុមជនល្មើសដើម្បីបំបត្តិប្រសិទ្ធភាពនៃបទល្មើសអប់រំប្រជាពលរដ្ឋឲ្យយល់ដឹងអំពីកលល្បិចជនល្មើសជៀសវាងការចាញ់កលល្បិចបោកបញ្ឆោតអូសទាញទៅរកភាពរងគ្រោះលោកបានបន្ថែមថារាជរដ្ឋាភិបាលបច្ចុប្បន្ននៅតែកំណត់យកការរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូលជាអាទិភាពខ្ពស់រួមជាមួយនឹងរក្សាស្ថិរភាពនយោបាយនិងម៉ាក្រូសេដ្ឋកិច្ចដើម្បីពង្រឹងខឿនឯករាជ្យជាតិអធិបតេយ្យភាពបូរណភាពទឹកដីនិងការអភិវឌ្ឍគ្រប់វិស័យប្រកបដោយឆន្ទៈមោះមុតចូលរួមកិច្ចសហប្រតិបត្តិការក្នុងតំបន់និងជាអន្តរជាតិក្នុងការដោះស្រាយបញ្ហារួមហេតុនេះការបង្ការទប់ស្កាត់និងបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទម្រង់គឺជាភាពចាំបាច់បំផុតដោយមិនរងចាំឲ្យមនុស្សរងគ្រោះហើយទើបសង្គ្រោះឡើយព្រោះយើងត្រូវថែរក្សាធនធានមនុស្សដែលរឹងមាំប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍជាតិនិងជាការលើកកម្ពស់ការគោរពសិទ្ធិមនុស្សយុទ្ធសាស្ត្រទាំង4គឺការបង្ការទប់ស្កាត់ការអនុវត្តច្បាប់និងយុត្តិធម៌ព្រហ្មទណ្ឌកិច្ចការពារជនរងគ្រោះនិងកិច្ចសហការជាតិនិងអន្តរជាតិត្រូវតែដើរទន្ទឹមគ្នាដោយមិនអាចខ្វះបានជាមួយគ្នានេះលោកសសុខាបានបញ្ជាក់ថាអាជ្ញាធរគប្បីកំណត់ឲ្យច្បាស់ថាជនល្មើសនិងបណ្ដាញរបស់វាបានសាបព្រោះបទល្មើសយ៉ាងព្រៃផ្សៃបំផ្លាញសង្គមជាតិប្រៀបបាននឹងជំងឺមហារីកដ៏កាចសាហាវដូច្នេះចាំបាច់ត្រូវព្យាបាលនិងវះកាត់ឲ្យទាន់ពេលវេលាដើម្បីសម្រេចគោលដៅនេះលោកសសុខាសូមអំពាវនាវដល់បណ្ដាប្រទេសជាមិត្តឲ្យរួមសហការគ្នាកាន់តែរឹងមាំក្នុងការស្វែងយល់អំពីស្ថានភាពនៃបទល្មើសការគ្រប់គ្រងគ្នាទៅវិញទៅមកដើម្បីកិច្ចប្រតិបត្តិការដែលមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងអំពើឧក្រិដ្ឋកម្មឆ្លងដែនគ្រប់រូបភាពនិងអំពើជួញដូរមនុស្សគ្រប់ទម្រង់ដើម្បីពង្រឹងសន្តិសុខសុវត្ថិភាពក្នុងតំបន់និងក្នុងពិភពលោកលោកស្រីជូប៊ុនអេងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្សបានឲ្យដឹងថានៅក្នុងឆ្នាំ2024កន្លងទៅនេះអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទមិនបានថយចុះឡើយថែមទាំងបានកើនឡើងដែលជារួមលទ្ធផលនៃការបង្ក្រាបបានដល់197ករណីកើនឡើងចំនួន33ករណីស្មើនឹង20កណ្ដកសញ្ញា 15% បើប្រៀបធៀបទៅនឹងលទ្ធផលនៃការបង្ក្រាបឆ្នាំ2023សមត្ថកិច្ចបានកំណត់អត្តសញ្ញាណរកឃើញជនរងគ្រោះចំនួន523នាក់និងឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ273នាក់ក្នុងនោះមានជនបរទេស30នាក់ផងដែរអ្វីដែលគួរឲ្យកត់សម្គាល់គឺមានការកើនឡើងនៅអំពើជួញដូរឬធ្វើអាជីវកម្មផ្លូវភេទលើកុមារដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញមានអនិច្ចជនរងគ្រោះអាយុក្រោម18ឆ្នាំរហូតដល់ទៅ230នាក់ស្មើនឹង43កណ្ដកសញ្ញា 97% នៃចំនួនជនរងគ្រោះសរុបការគ្រប់គ្រងលំហូរនៃការធ្វើចំណាកស្រុកត្រូវពង្រឹងអនុវត្តវិធានការដោយធ្វើការតាមដានសភាពការនៃលំហូរនៃការធ្វើចំណាកស្រុកនៅតាមភូមិសាស្ត្រភូមិឃុំសង្កាត់រហូតការឆ្លងកាត់ព្រំដែនទាំងផ្លូវគោកទឹកនិងអាកាសនិងប៉ាន់ប្រមាថអំពីគោលដៅនៃបទល្មើសឲ្យប្រកបជាក់លាក់ដើម្បីទប់ស្កាត់ពីពីរងគ្រោះទៅបានទាន់ពេលខេមពុក
ព័ត៌មានថ្មីគ្រប់វិនាទី